បាទថ្ងៃនេះគឺថ្ងៃទី12ខែ11ឆ្នាំ2025គឺជនជាតិថៃឬក៏ទាហានថៃបានវាយប្រហារទៅកាន់ប្រជាជនកម្ពុជានៅភូមិព្រៃសែនដែលបានធ្វើឲ្យមានប្រជាពលរដ្ឋរងរបួសជាច្រើនអ្នកនិងបានបាត់បង់ជីវិតម្នាក់ផងដែរនេះគឺជាការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជាតាមរយៈយោធាថៃនិងការដឹកនាំរបស់ប្រទេសថៃដែលមិនគោរពជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពហើយជាមួយនឹងកិច្ចព្រមព្រៀងដោយបត់ជុំបាញ់គ្នាហើយបានរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងគេហៅថាព្រៃផ្សៃផងដែរដែលប្រើប្រាស់ជាមួយនឹងកំភ្លើងបាញ់ទៅជនស៊ីវិលផងដែរបាទនេះគឺជាសកម្មភាពដែលបងប្អូនខ្មែរយើងត្រូវបានជនជាតិថៃធ្វើបាបអ្នកខ្លះក៏គាត់ចូលជាមួយនឹងលៀនដ្ឋានអ្នកខ្លះទៀតក៏រត់គេចខ្លួនអ្នករបួសឬក៏អ្នកដែលត្រូវជាមួយនឹងថៃបាញ់គឺគាត់ព្យាបាលរបួសផងដែរហើយនឹងសូមចូលរួមរំលែកទុក្ខដល់ប្រជាពលរដ្ឋរបស់យើងដែលត្រូវបានជនជាតិថៃឬក៏ទាហានថៃបានចំហើយបាត់បង់ជីវិតផងដែរ